សួស្តីបងប្អូនខានចេញវីដេអូយូរថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបឆែកមើលអាគុយដេររបស់ឡាន Lexus XS 250H ប្រហែលជាមានអ្នកប្រើប្រាស់ XS ខ្លះអត់ទាន់ដឹងថារបៀបឆែកអាគុយដេររបៀបម៉េចអូខេឥឡូវខ្ញុំបញ្ឆេះឡានសិនលូតសញ្ញាដូរភ័យមិនតាន់បានដូរអញ្ចឹងសម្រាប់ឡានគេផ្សេងដូចជាមានប៊ូតុងចុចច្រើនអញ្ចឹងសម្រាប់ XS គឺចុចទៅលើប៊ូតុង menu ហើយនឹងប៊ូតុងបិទបើកភ្លើងចំនួន3ដងខ្ញុំសូមដាក់កាមេរ៉ាសិនអូខេអញ្ចឹងសូមបងប្អូនដែលគាត់ប្រើ XS ចុចប៊ូតុង menu ឲ្យជាប់រួចហើយយើងចុចប៊ូតុងបើកភ្លើងចំនួន3ដង1 2 3ចេញមកហើយនេះជាអេក្រង់ដែលវាបង្ហាញព័ត៌មានយើងមាន Fire function shake យើងចូល function shake ដោយចុចប៊ូតុងនេះ enter ហើយយើងឃើញមានព័ត៌មានស្អីគេខ្លះក្នុងនេះច្រើនណាស់អញ្ចឹងយើងយកពាក្យ vehicle signal enter ទៀតមកអញ្ចឹងអាគុយដេររបស់ឡានខ្ញុំគឺ 14.1 វ៉ុលដោយ standard អាគុយដេរវាអាចចាប់ពី14 វ៉ុលគឺចាត់ទុកថាល្អអាចប្រើប្រាស់បានតែបើអាចក្រោមនឹងអាចយើងផ្លាស់ប្ដូរថ្មីសិនទៅមានអីទេមានតែប៉ុណ្្នឹងអរគុណដែលបានមើលវីដេអូបាយបាយ